就是我觉得不收小费是，柬埔寨政府一项比较好的政策吧，然后是对外国的朋友也是比较友好的这种，希望就是说更多的中国人过来旅游工作这种。ខ្ញុំឡើងកាន់តំណែងថ្ងៃទី1ថ្ងៃទី2យើងឃើញមានរហូតដល់មួយថ្ងៃមានជាង100ករណីដោយឡែកថ្ងៃនេះម៉ោងនេះគឺយើងឃើញថាជាមធ្យមក្នុងមួយថ្ងៃគឺមានតែជាង10ករណីទេយើងឃើញថាតាំងពីការអនុវត្តមកគឺមានការថយចុះសឹងតែមិនមានអ្នកដាក់លុយធីបក្នុង passport 1-2年前来柬埔寨第一次的时候他就收小费，那个下来收小费却要收小费，这个很多都不方便。但是后来他们整治了以后就不收小费了。កាលណាបើយើងរកឃើញថាមន្ត្រីហ្នឹងគាត់ហ៊ានទទួលលុយធីបគឺយើងអនុវត្តវិន័យដ៏តឹងរឹងបំផុតតាមគោលការណ៍របស់អគ្គនាយកដ្ឋានតាំងពីថ្ងៃ1ខែមិថុនា2024មកគឺយើងបានដាក់វិន័យដល់មន្ត្រីយើង3រូបមកហើយក្រោយពីយើងអនុវត្តការមិនទទួលលុយធីបនេះពីមុនអាណិកជនគាត់ចុះមករអ៊ូរទាំពាក់ព័ន្ធនឹងការដាក់លុយធីបឥឡូវគឺគាត់បានសរសើរមិនដាច់ពីមាត់រហូតដល់គាត់បានផ្សព្វផ្សាយដល់មិត្តភ័ក្តិបងប្អូនគាត់នៅក្រៅប្រទេសថាយើងគឺមិនទទួលលុយធីបដាច់ខាតទោះបីគាត់ឲ្យក៏យើងអត់ទទួលដែរបើចំពោះភ្ញៀវទេសចរអន្តរជាតិជាពិសេសគឺភ្ញៀវចិនសាទរយើងខ្លាំងមែនតើ